ការសិក្សាស្វែងយល់អំពីភាពខ្ជិលតាមពិតនរណាក៏ធ្លាប់ខ្ជិលដែរប៉ុន្តែមិនធ្វើខ្លួនឲ្យខ្ជិលពេញមួយជីវិតសួរថាតើបុគ្គលជោគជ័យក្នុងโลกនេះធ្លាប់ខ្ជិលដែរទេចម្លើយច្បាស់ជាមានគ្រាន់តែពួកគេខ្ជិលមិនយូរហើយឆាប់ងាកទៅរកគោលដៅនិងប្រឹងធ្វើកិច្ចការដើម្បីគោលដៅប៉ុន្តែមនុស្សខ្ជិលមិនមែនចេះតែខ្ជិលជាក់ស្ដែងមានហេតុផលមួយចំនួនហេតុផលទាំងនេះរួមមានការរស់នៅដោយគ្មានគោលដៅច្បាស់លាស់ពេលខ្លះមានគោលដៅហើយតែវង្វេងផ្លូវមិនច្បាស់លាស់ចំពោះជំរឿខ្លួនឯងធ្វើកិច្ចការដែលខ្លួនមិនស្រឡាញ់ឬមិនចូលចិត្តជួនកាលចេះតែចង់ធ្វើតែគ្មានវិធីធ្វើរវល់ធ្វើកិច្ចការកំពេចកំពប់ភ្លេចគិតរឿងធំនិងបើមិនធ្វើក៏គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់កបបហេតុដែលនាំឲ្យខ្ជិលទី1គ្មានគោលដៅដោយសារតែគ្មានគោលដៅទើបមិនដឹងថាខំប្រឹងដើម្បីអ្វីដូច្នេះមានតែបណ្តែតបណ្ដោយទៅតាមយថាកម្មបុគ្គលមួយចំនួនខ្ជិលដោយសារមិនដឹងថាខំប្រឹងដើម្បីអ្វីពួកគេសុខចិត្តជ្រើសរើសរស់នៅត្រឹមតែជីវភាពល្មមពោលគឺមួយរស់បុគ្គលខ្លះថែមទាំងនិយាយថាមិនបាច់ប្រឹងពេកទេព្រោះមិនដឹងយកទៅធ្វើអ្វីមុននឹងក្រោយគង់ទៅស្លាប់បុគ្គលប្រភេទនេះរស់នៅដើម្បីតែរស់ដើម្បីរំខានគេឯងគឺអូសទាញអ្នកដទៃឲ្យគិតដូចខ្លួនពួកគេមិនសូវប្រឹងប្រែងពោលគឺធ្វើកិច្ចការល្មមហើយទុកចោលអ្នកខ្លះសុខចិត្តជំពាក់គេទើបជំរុញខ្លួនឯងឲ្យខំប្រឹងដើម្បីសងបំណុលទី2វង្វេងគោលដៅអ្នកខ្លះមានគោលដៅដែរប៉ុន្តែភ្លេចឈឹងអ្នកខ្លះបត់បែនជ្រុលពេករហូតភ្លេចថាខ្លួនឯងមានគោលដៅអ្វីអ្នកខ្លះគ្រាន់តែឮគេថាល្អទទួលបានផលច្រើននឹងលឿនស្រាប់តែបំភ្លេចគោលដៅផ្ទាល់ខ្លួនហើយប្រឹងរត់តាមគេទាំងមិនយល់បុគ្គលវង្វេងគោលដៅតែងតែចាប់នេះបន្តិចចាប់នោះបន្តិចគ្មានអ្វីប្រកបប្រជានៅក្នុងចិត្តចង់នេះបន្តិចចង់នោះបន្តិចពោលគឺរេចុះរេឡើងដូចខ្យល់ដែលចេះតែនឹមចុងឈើម្ដងរេទាំងនេះម្ដងរេទាំងនោះទី3មិនច្បាស់លាស់ចំពោះជំរឿខ្លួនឯងករណីនេះខ្ញុំបានជួបច្រើនស្ទើរតែរាប់មិនអស់អ្នកខ្លះជ្រើសរើសធ្វើជាអ្នកលក់ប៉ុន្តែមិនប្រឹងប្រែងរៀនជំនាញលក់ប្រឹងតែមើលទូរទស្សន៍ចុចទូរស័ព្ទលេងបណ្ដាញសង្គមនិងលេងហ្គេមពោលគឺចូលចិត្តចំណាយពេលធ្វើអ្វីដែលមិនឆ្លើយតបទៅនឹងគោលដៅខ្លួនឯងអ្នកខ្លះធ្វើការត្រឹមតែជាសន្តិសុខពេលនិយាយគ្នាជាមួយមិត្តភ័ក្តិបែរជាអួតតែពីក្បាច់រឹមបើស្រឡាញ់ការរឹមហេតុអ្វីក៏មិនផ្ដោតលើការរឹមបុគ្គលច្បាស់លាស់ចំពោះជំរឿមិនចំណាយពេលវេលានិយាយរឿងខុសពីជំរឿខ្លួនឯងឡើយទី4ធ្វើកិច្ចការដែលខ្លួនមិនពេញចិត្តខ្ជិលមិនចេះតែខ្ជិលទេតាមពិតវាមានមូលហេតុរបស់វាខ្ជិលភាគច្រើនកើតពីការធ្វើកិច្ចការដែលខ្លួនមិនចូលចិត្តហើយចេះតែធ្វើដើម្បីប្រាក់ខែឬលុយបន្តិចបន្តួចពេលខ្លះទោះបីការងារនោះទទួលបានលុយច្រើនប៉ុន្តែបើមិនចូលចិត្តនៅតែមានអារម្មណ៍ថាខ្ជិលដដែលខ្ញុំធ្លាប់ឆ្លងកាត់រឿងនេះហើយកិច្ចការហាក់ដូចជាមិនដំណើរការរលូនមួយថ្ងៃចេះតែរកវិធីគេចមិនធ្វើទី5មិនដឹងពីវិធីធ្វើកិច្ចការលំបាកនិងលើសពីសមត្ថភាពក៏អាចជាមូលហេតុដែលនាំឲ្យខ្ជិលដែរអ្នកចង់ធ្វើប៉ុន្តែមិនដឹងចាប់ផ្ដើមពីចំណុចណាចាប់ផ្ដើមដូចម្ដេចទើបមិនដឹងធ្វើអ្វីទីបំផុតមានតែទុកចោលមិនមែនខ្ជិលតាមពិតមិនដឹងពីវិធីធ្វើក៏ទុកចោលហើយមិនព្យាយាមស្វែងរកវិធីសាស្ត្រដោយសារទុកចោលមិនស្វែងរកវិធីសាស្ត្រទើបចាត់ទុកថាខ្ជិលបើឧស្សាហ៍ទោះបីមិនដឹងវិធីធ្វើពិតជាសាកសួរអ្នកដទៃទុកការងារចោលយូរក្រឡេកទៅឃើញសុទ្ធតែការងារសល់ពាក់កណ្ដាលទីបំផុតបង្កើតអារម្មណ៍ខ្ជិលហើយសម្រេចចិត្តលែងធ្វើតែម្ដងទី6រវល់រឿងមិនចាំបាច់មិត្តភក្តិគួរកនអាចជាមូលហេតុដែលធ្វើឲ្យខ្ជិលពិសេសរវល់ធ្វើរឿងកំពេចកំពប់ជាមួយនឹងពួកគេហើយភ្លេចកិច្ចការធំឧទាហរណ៍អ្នកត្រូវចូលរួមប្រជុំប៉ុន្តែមិត្តភក្តិបបួលផឹកអ្នកសុខចិត្តបោះបង់ការប្រជុំហើយចូលរួមកម្មវិធីផឹកស៊ីដោយនិយាយថាខ្ជិលចូលរួមប្រជុំណាស់ព្រោះនិយាយតែរឿងដដែលគ្មានអ្វីថ្មីផងផឹកស៊ីវិញល្អប្រសើរជាងរវល់ធ្វើរឿងមិនចាំបាច់
កើតពីការមិនចេះចាត់ចែងអតិភិបទុកការងារដែលត្រូវធ្វើចោលទុកការងារសំខាន់ចោលហើយចំណាយពេលវេលាធ្វើរឿងដែលមិនគួរឬពន្យាពេលចាំធ្វើថ្ងៃក្រោយទី7គ្មានផលវិបាកពិតណាស់មនុស្សខ្ជិលមិនមែនចេះតែខ្ជិលទេពេលខ្លះពួកគេមើលមិនឃើញពីផលវិបាកទោះបីធ្វើឬមិនធ្វើក៏គ្មានអ្វីខុសគ្នាលទ្ធផលនៅតែដដែលមានលទ្ធផលក៏មេមិនខ្វល់អត់មានលទ្ធផលក៏មេមិនស្ដីបន្ទោសដូច្នេះទោះបីធ្វើឬមិនធ្វើក៏គ្មានអ្វីសំខាន់ទេសិស្សខ្ជិលធ្វើកិច្ចការដែលគ្រូដាក់ឲ្យព្រោះគ្រូមិនដាក់វិន័យចំពោះសិស្សដែលមិនធ្វើលំហាត់ដូច្នេះសិស្សយល់ថាទោះបីធ្វើឬមិនធ្វើក៏គ្មានអ្វីខុសគ្នាដែរតំបន់ដែលគ្មានទឹកភ្លៀងនិងគ្មានប្រភពស្រោចស្រពដំណាំមិនងើបទើបចម្លែកនិយាយរួមបើគ្មានផលវិបាកគ្មានបុគ្គលណាយកចិត្តទុកដាក់ធ្វើឡើយខថ្នាំបំបត្តិខ្ជិលបើតាមមេរៀនចិត្តសាស្ត្របង្ហាញថាមនុស្សឆាប់ធ្វើសកម្មភាពពេលឃើញឱកាសខាតបង់ខ្ពស់មនុស្សក៏ធ្វើសកម្មភាពពេលឃើញផលចំណេញច្រើនគ្រាន់តែការប្រៀបធៀបបង្ហាញថាការខាតបង់ជំរុញសកម្មភាពខ្លាំងជាងចំណេញហេតុអ្វីមូលហេតុគឺមនុស្សមិនចង់ខាតសំបីតែមួយកាក់មួយសេនក៏មិនចង់ខាតដែរប៉ុន្តែចំណេញទោះបីមើលឃើញច្បាស់នឹងភ្នែកក៏មិនទុកចិត្តនិងមិនសូវហ៊ានសម្រេចចិត្តចាប់យកភ្លាមៗដែរថ្នាំបំបត្តិភាពខ្ជិលមានតែ2គ្រាប់តែប៉ុណ្ណោះដែលល្អជាងគេសូមពិនិត្យខាងក្រោមដូចតទៅគ្រាប់ទី1គឺសម្ពាធបុគ្គលិកលក់ម្នាក់មិនសូវធ្វើការថែមទាំងសម្បូរហេតុផលមិនព្រមទទួលខុសត្រូវលទ្ធផលបានទៀតប្រធានមិននិយាយច្រើនគ្រាន់តែនិយាយថាបើខែនេះអ្នកលក់មិនដាច់មិនគ្រប់គោលដៅដែលបានឯកភាពមិនបាច់បកស្រាយមិនបាច់ពន្យល់ហេតុផលអ្វីទេគ្រាន់តែវិច្ចបង្វិច្ចទៅរកការងារថ្មីធ្វើចុះក្រោយពេលប្រធាននិយាយបែបនេះអ្នកលក់ហាក់ដូចជាភ្ញាក់ពីដំណេកហើយខំប្រឹងធ្វើការមិនហ៊ានលួចខ្ជិលដូចមុនទៀតគ្រាប់ទី2ជំរុញដាក់សម្ពាធមិនសូវល្អដូចសោកខ្លួនឯងសោកខ្លួនឯងមានន័យថាបើជោគជ័យក្នុងរឿងកខ្ញុំនឹងទទួលបានរឿងខអ្នកប្រឹងដើម្បីផលប្រយោជន៍ពិសេសទទួលបានរបស់ដែលអ្នកស្រឡាញ់ចង់បានខ្លាំងនិងរបស់ដែលអ្នកត្រូវការឧទាហរណ៍អ្នកចង់ក្លាយជាអ្នកបណ្ដុះបណ្ដាលដ៏ល្បីពេលនេះអ្នកមិនទាន់ល្បីហើយព្យាយាមអានសៀវភៅចងក្រងចំណុចគន្លឹះវឹកហាត់មុខកញ្ចក់និងស្វែងរកព័ត៌មានត្រឡប់ពីបុគ្គលដែលមានបទពិសោធន៍ដោយសារគោលដៅនេះអ្នកមិនហ៊ានខ្ជិលពោលគឺខិតខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឲ្យតែបំណងប្រាថ្នាបានសម្រេចនេះមានន័យថាអ្នកជ្រើសរើសគោលដៅឬគោលបំណងធ្វើជាកត្តាជំរុញចិត្តអូសទាញកិច្ចខិតខំប្រឹងប្រែងអ្វីដែលអ្នកប្រឹងគឺប្រឹងដើម្បីខ្លួនឯងវណ្ណីមានសមត្ថភាពគួរឲ្យកត់សម្គាល់តែហាក់ដូចជាខ្ជិលបន្តិចគិតដឹងថាបើទៅលក់ដូចប្រក់ក្រដីគិតនឹងទទួលបានលទ្ធផលពិសេសទទួលបានប្រាក់លើកទឹកចិត្តកាន់តែច្រើនទោះបីដឹងបែបនេះហើយគិតហាក់ដូចជាមិនបញ្ជាខ្លួនឯងពោលគឺមិនចង់ចេញទៅលក់ក្រោមកម្ដៅថ្ងៃព្រះអាទិត្យជួនកាលគ្រាន់តែមេឃស្រអាប់បន្តិចគិតមិនចេញទៅក្រៅតែម្ដងព្រោះខ្លាចត្រូវភ្លៀងមើលទៅគិតហាក់ដូចជាមិនបារម្ភអ្វីសោះព្រោះគិតដឹងថាប្រធានកំពុងតែត្រូវការមនុស្សធ្វើការទោះបីលក់មិនគ្រប់គោលដៅប្រធានក៏មិនធ្វើអ្វីដែរមានន័យថាបើប្រធានហ៊ានដេញដោលគិតដាក់ពាក្យលីឈប់បើគិតឈប់ពីការងារប្រធាននឹងគ្មានមនុស្សធ្វើការដូច្នេះក្រុមហ៊ុននឹងត្រូវដួលថ្ងៃមួយវណ្ណីសារភាពប្រាប់ប្រធានថាបងខ្ញុំចង់លក់ឲ្យបានច្រើនប៉ុន្តែចិត្តខ្ញុំចេះតែខ្ជិលគិតបន្ថែមថាតើបងមានថ្នាំអ្វីឲ្យខ្ញុំលេបបំបត្តិខ្ជិលទេប្រធានញញឹមហើយប្រាប់ថាបើចង់ដឹងច្បាស់ថ្នាំបំបត្តិខ្ជិលវណ្ណីត្រូវតែក្រឡេកមើលក្មេងៗបើអាចស្រមៃកាលពីខ្លួនឯងនៅក្មេងកាន់តែប្រសើរជាក់ស្ដែងមនុស្សតែងតែឆ្លៀតខ្ជិលអ្នកខ្លះមិនខ្ជិលតែមិនដឹងធ្វើអ្វីចំណែកអ្នកខ្លះទៀតដឹងថាត្រូវធ្វើប៉ុន្តែខ្ជិលមនុស្សដឹងថាត្រូវធ្វើប៉ុន្តែខ្ជិលជាចំណុចដែលត្រូវពិចារណាព្រោះយើងក៏អាចធ្វើអញ្ចឹងបានដែរតើអ្នកដឹងទេអ្នកលក់ត្រូវលក់ឲ្យបានលទ្ធផលខ្ពស់ជាងគោលដៅកំណត់ទើបទទួលបានប្រាក់លើកទឹកចិត្តច្រើនមែនទេខ្ញុំជឿថាក្នុងនាមជាអ្នកលក់យើងច្បាស់ជាដឹងបើដឹងហេតុអ្វីនៅតែលួចខ្ជិល
hạt ở với liệt chụp phật cà phê kịch mong chụp ở tệ thị chốn hạt ở với co mình bắt đát lơi ca lúa oi bàn chán nhóm cướp krong nâng đặc nâm nẹt lúa rượp rồi nẹt nhómสังเกตเคยท่าเนลวมวยจุ่มนู้นมันดังปีโมละฮัดดาลคลุ้นทวยจีเนลวการลุโดกรันไตจีตูเนตีกรันไตจีมกระบอกรันไตจีกาเงียพวกกี้มันกิดอภิวัตคลุ้นเอาดิจุมรันนังปราปราจุมหน่อยนี้จีจุมหน่อยจับดามใบชีวิตจุกใจตามธรรมดากรมหนมีเนลวเจลจรานมันอาจดิจุมรันบานตีตัวหมอกวิ่งเอากาปราใจกโปขลังนี้จีประเภทเนตลุบอมพลายกรมหนแฮดเอาไว้ปลูกปุเก๋ขมิ้นจัดจองอภิวัตคลุนขมิ้นจัดจองลุอ้อยบานจรานหายบบานจีปรังยางจรานปรังแต่หมกรบโกดาวดาบานกำนัดแต่ปนกปุเก๋โยลธาประคายติกเปล่าทวกาติกประคายจรานจำทวกาจรานกอมเพล็กทากางยีลุกดูเกมันพดาลประคายจรานปลูกดาวตะลือประลึกตึกจัดจืดทอมกู้ตายคอมพลีทได้ท่าเนลุดาลมีนจุมนี้ตึกประกอบเกมันได้มีนประคายตีตายเกเกลื่อนแต่ทุกาดำใบประลึกตึกจัดตายปนกโจสู้ครูนเองตาขยมปรังดำใบอย่าใบนี้เจียสมนูดาวขยมจัดตุกทาจิตนำเชียบาลกเจลมวยได้แฮดเอาไว้ปลุกดังปีกาขัดคำปรังปรายท่าเถื่อดำใบอย่าใบวิจิกตาจุมรุ่งเลิกตึกจัดเอาบรรโตตึงมุกลุยชนะมันเนะมันเห็นลุยเจลเลยเลิกปีนี้มันเนะนั่งขัดคำทวกาเต็งยุบเต็มทั้งไงทวกาโดยมันกิดปีเปวิเลียมันกิดเพลียงมันกิดเพลาลำบากเลิกปีนี้กิดแต่ทวอย่างนะจูบอเตติจนนั่งลุอ้อยค้างแต่บานศาสตร์ละบ้องชลายหนึ่งสำนัวตาขยมปรังดำใบเอาไว้บันเติมมอกเติมปีนัดจุมไล่อ้อยบานหมดจัดโปรจุมไล่จีจุมน้อยจุมรุ่งให้ก็จีจุมน้อยบรรทุกบังอาจได้ทางกล่าวขยมส้มบานใจจุมลายคลาคลาได้ตัวบ้านปีสคาสลามวยจุมนูนสคากามตีมวยขยมคำปรังเรือทั้งไงดำใบบานประคายกันแต่จรานปลุกขยมจือท้าบาขยมทวกาบานจกใจประเทศหนึ่งเมืองคืนขยมดำล้างตูนิตีเอาขยมโดยชนะขยมหนึ่งตัวบ้านประคายจรานจิตูเตอร์บานประคายกันแต่จรานกันแต่ละอ้อสำหรับขยมปลูกขยมจองเมียนอาชีวกรรมมุ้ยครูนไอในเปลือกขางมุกยางยุใบชนำตีนขยมเตอแต่บากรุกซีดาวครูนไอสขากรรมตีปีขยมเตอกาประดำใบเฉียบบาปุกกัดชื่อจรันชนะหมกหายขยมหนึ่งกรมครูสาขมีนลาตเพียบบรรจุนกัดเตอมันตีเปตีขยมคำปรังรอทั้งไงโดยสังคมท้าขยมอาจรบประบานจรันโดยชนะขยมหนึ่งบานลุยมวยจุมนูนดำใบบรรจุนปุกเตอเฉียบบาลเคยกัดได้ชื่อในเลเกรให้ครูสาขมีนลาตเพียบบรรจุนเตอเฉียบบาลขยมปัจจิตตัวจัดครั้งนะขยมจังทวกิกากรุบย่างเอาแต่บานลุยขยมดังจิบะถ้าเอาแต่ขยมปรังเรียนเจสเตอร์จุมนิงขยมประกอบจิลุบานจรานให้รกลุยบานจรานมันขานสขากามตีใบขยมมันจังทวเติมตายจินเนลุตุยตายขยมจังคล้ายจินเนดักเนื้อในขนมกรมหนโดยชนะขยมเติมตายเป็นเจนสนาได้ลุอ้อยบานจรานทวครูนอ้อยเมียนลำไหลขยมเติมตายเล็กทะลุจิงเกทวอ้อยถนัดดักเนื้อเคยถ่าขยมจีมนุษย์ได้มีสมรรถภาพขบูนังอาจดักเนื้อเกบานสขากามตีบุญโกนขยมจับดำทำหายปุเกเตอการลุยบางไทรสลาบางขยมมันปรังปุเกนึงขมีนเอากาบานเรียนในขนมสลาละอลอยขยมเตอแต่ปรังดำใบปุเกดำใบปุเกขยมเฮียนเลี้ยบองเอาไว้เต็งอ๋อขยมจังเคยปุเกมีนอนาคตละอเรียนโซดบานกปุ่งปูนังแจตัวคอเตอจมปุโคลนเองสขากามตีปรำลูกครูชีวิตขยมมันเตือนเมียนตรายในลายขยมลุยสลายโกนเกมเนี้ยแต่นี้จีโกนเนเมียนจุ่มในขยมขมีนเอาไว้เอาปกมาได้ขยมขมีนตรับสมบัติขมีนลาตเพียบได้ดังเนียงเตะขยมจุ่มเรียบลูกครูตามตรองขยมคำปรังสับทั้งไงนี้นำใบสังคมถาเนียงมันเตือนโจโรงกามนเปิดดาขยมมีลาตเพียบโจดังเนียงขยมอาจนิยบานทาขยมเมียนจุ่มลายจรานเริ่มมันอ๋อปลูกขยมสำหรับสำรวจสคาสลาจรานะขนมวิชนำปิดเซจุ่มลายตัวบ้านสเตคขอกขณีจุ่มลายคลามีแหลกณะสระเลียงขณีตายมันโดยขณีขยมสังเกตเคยกลายเป็นระดังทาผู้เกคำปรังดำใบเอาไว้ผู้เกสเตปดาวเรียนสูตรกัตราสู่บัญเจ
និងខំអនុវត្តមេរៀនសរុបមកវិញខ្ញុំសូមនិយាយថាថ្នាំបំបត្តិខ្ជិលគឺដឹងថាខ្លួនឯងខំប្រឹងរាល់ថ្ងៃដើម្បីអ្វីចំណែកវិធីជំរុញចិត្តនិងលើកទឹកចិត្តឲ្យបន្តខំប្រឹងគឺក្រឡេកមើលសកម្មភាពខ្លួនឯងកាលនៅពីតូចៗរឿងដែលគួរឲ្យស្ដាយគឺពេលខ្លះដឹងខ្លួនថាត្រូវការអ្វីខំប្រឹងដើម្បីអ្វីតែបែរជាគ្មានមធ្យោបាយជំរុញខ្លួនឯងឲ្យចាប់ផ្ដើមជារឿយៗពេលរៀបនឹងចាប់ផ្ដើមស្រាប់តែរឿងផ្សេងចេះតែកើតឡើងខ្ទប់មិនឲ្យយើងចាប់ផ្ដើមបានពេលខ្លះប្រាក់ដែលត្រៀមនឹងចាប់ផ្ដើមរកស៊ីបែរជាត្រូវចំណាយបន្ទាន់ថែមទាំងមិនមែនជារឿងល្អទៀតផងក្តាប់ឱកាសមានលក្ខណៈផ្ទុយពីចំណុចនេះគឺលុយត្រៀមសម្រាប់ការរកស៊ីត្រូវតែប្រើសម្រាប់ការរកស៊ីបើមិនអាចប្រើសម្រាប់ការរកស៊ីត្រូវតែច្នៃវិធីសាស្ត្រផ្សេងធ្វើឲ្យការរកស៊ីកើតឡើងបុរសម្នាក់សរសេរប្រវត្តិរូបដាក់ពាក្យធ្វើការក្រុមហ៊ុនបានទូរស័ព្ទហៅកិត្តមកសម្ភាសកិត្តក៏យល់ព្រមទៅចូលរួមសម្ភាសមុនថ្ងៃណាត់មួយថ្ងៃក្រុមហ៊ុនទូរស័ព្ទមកបញ្ជាក់កិត្តនិយាយថានឹងមកតាមការណាត់លុះដល់ថ្ងៃណាត់មិនឃើញកិត្តបង្ហាញខ្លួនឡើយនឹងគ្មានដំណឹងចិត្តមិនច្បាស់គំនិតមិនបានមិនត្រឹមតែមិនចំណេញថែមទាំងបំផ្លាញកិត្តិយសខ្លួនឯងទៀតបើចង់ផ្លាស់ប្ដូរការងារគួរតែធ្វើតាមចិត្តខ្លួនឯងមិនមែនសរសេរប្រវត្តិរូបហើយខំឆ្លៃឆ្លងឯកសារចូលរួមសម្ភាសហើយប៉ុន្តែពេលសំខាន់មកដល់បែរជាធ្វើរឹករាក់កំផែលទៅវិញចូលចាំថាបើចិត្តមិនចង់ឬនៅស្ទាក់ស្ទើរឬក៏មានចំណុចត្រូវឆ្លងកាត់យកល្អគួរតែកុំទិនធ្វើត្រូវជំរះមិនទិលចេញសិនទើបសកម្មភាពដែលធ្វើមិនថយក្រោយតាមធម្មតាបុគ្គលដែលមិនចាប់ផ្ដើមភាគច្រើនគ្មានគោលដៅអ្វីដែលមានបានត្រឹមតែចិត្តចង់ពិសេសត្រឹមតែចិត្តសង្ស័យច្រើនមានចិត្តចង់តែសង្ស័យច្រើនមិនប្រឹងស្វែងយល់ដែលនេះคล้ายជាចំណុចស្នូលនាំឲ្យបរាជ័យនៅក្នុងដំណើរការសម្រេចចិត្តគ្មានបុគ្គលណាដែលជោគជ័យដោយការមិនសម្រេចចិត្តបើចិត្តនៅស្ទាក់ស្ទើរនៅសង្ស័យនិងនៅមិនអស់ចិត្តយកល្អកុំទិនធ្វើត្រូវសម្អាតសិនទើបដំណើរការសម្រេចចិត្តរលូននិងធ្វើសកម្មភាពមិនរាថយខ្ជិលមិនមែនជាគោលការណ៍ជោគជ័យឡើយតែមនុស្សចេះតែកើតការខ្ជិលអ្នកខ្លះការងារត្រូវធ្វើឲ្យចប់នៅថ្ងៃនេះមិនព្រមធ្វើបញ្ចប់សុខចិត្តទុកការងារចោលហើយរងចាំធ្វើនៅថ្ងៃស្អែកបន្តពីមួយថ្ងៃទៅមួយថ្ងៃការងារចេះតែទុកចោលហើយចេះតែរងចាំឬចាំសិនឬក៏រងចាំស្អែកជាដើមពោលគឺនៅតែមានលេសមិនធ្វើអ្នកខ្លះរងចាំរហូតដល់ភ្លេចហើយពេលត្រូវគេរំលឹកចាប់ផ្ដើមរោគនឹកពេលខ្លះនឹកឃើញពេលខ្លះក៏នឹកមិនឃើញមានថ្នាំបំបត្តិខ្ជិលដែរទេមានថ្នាំអ្វីក៏មានដែរឲ្យតែចេះគ្រប់គ្រងខ្លួនឯងតែថ្នាំអ្វីក៏លេបមិនជាដែរបើយើងមិនចេះគ្រប់គ្រងខ្លួនឯងបើបុគ្គលិកសួរថាតើគួរធ្វើដូចម្តេចទើបបាត់ភាពខ្ជិលចម្លើយគឺបើលទ្ធផលមិនដល់គោលដៅមិនចាំបាច់និយាយឬសួរវែងឆ្ងាយត្រូវតែវិច្ចបង្វិចត្រឡប់ទៅផ្ទះឬស្វែងរកការងារធ្វើថ្មីបុគ្គលិកគ្មានទំនួលខុសត្រូវគ្មានគំនិតវែងឆ្ងាយតែងតែស្វែងរកនិងដើររកថ្នាំបំបត្តិខ្ជិលផ្ទុយទៅវិញបុគ្គលិកល្អនិងមានទំនួលខុសត្រូវពួកគេបង្កើតថ្នាំបំបត្តិខ្ជិលពោលគឺធ្វើកិច្ចការដើម្បីបុព្វហេតុដែលជំរុញពួកគេឲ្យទទួលបានការងារធ្វើមិនបាច់និយាយមិនបាច់សួរមិនបាច់ដេញដោលគួរតែជាថ្នាំបំបត្តិខ្ជិលដ៏មានប្រសិទ្ធភាពជាងគេពិសេសសម្រាប់បុគ្គលិកគ្មានទំនួលខុសត្រូវគ្មានចក្ខុវិស័យសម្រាប់អនាគតបុគ្គលិកដែលគ្មានទំនួលខុសត្រូវមិនបង្កើតគោលដៅខ្លួនឯងមិនប្រឹងប្រែងធ្វើការថែមទាំងហ៊ានសារភាពថាខ្លួនឯងខ្ជិលនៅក្នុងហាងកាហ្វេទៀតផងបើបានជាសារភាពថាខ្ជិលអញ្ចឹងគួរតែកុំបន្តធ្វើការព្រោះស្ថាប័ននិងថ្នាក់ដឹកនាំមិនត្រូវការបុគ្គលិកខ្ជិលពោលគឺត្រូវការតែអ្នកធ្វើការអ្នកបង្កើតលទ្ធផលអ្នកបន្តរៀនសូត្រនិងអ្នកបង្កើតអ្នកបន្តវេនកុំប្រើសំណួរនេះដើម្បីទាញអារម្មណ៍អាណិតអាសូរព្រោះការងារមិនពាក់ព័ន្ធនឹងរឿងនេះទេវិធីទាំងពីរយ៉ាងនេះទី1សម្ពាធទី2ជំរុញដើម្បីបំបត្តិភាពខ្ជិលសម្ពាធយ៉ាងម៉េចជំរុញយ៉ាងម៉េចសម្ពាធគឺសង្កត់ចំណុចខ្សោយបង្ខំឲ្យប្រឹងពោលគឺបង្កើតនិងដាក់លក្ខខណ្ឌដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែង
ជំរុញស្មើនឹងលើកទឹកចិត្តនិងបង្កើតឱកាសបង្ហាញផ្លូវបង្ហាញវិធីតម្រង់ទិសនិងលើកទឹកចិត្តឲ្យខំប្រឹងដើម្បីខ្លួនឯងគ្រួសារនិងអនាគតវែងឆ្ងាយ